Hello សួស្តីអ្នកទាំងអស់គ្នាចឹងនេះខ្ញុំនឹងនិយាយអំពីកំភ្លើងក្នុង game Blood Strike ហើយសម្រាប់អ្នកដែលលេង game Blood Strike នេះថ្មីៗអ្នកគ្នាអាចចូលមកក្នុងវីដេអូនេះបានដំបូងឡើយគឺយើងគួរតែយល់អំពី game មួយនេះសិនដោយសារតែ game មួយនេះកំភ្លើងរបស់វាគឺវាច្រើនហើយវាក៏រៀងស្មុគស្មាញផងដែរហើយយើងនឹងនិយាយអំពីពណ៌និង skin កំភ្លើងជាមុនសិនអញ្ចឹងសម្រាប់ game Blood Strike នេះដែរកំភ្លើងរបស់វាគឺមាន level 1រហូតដល់ level 6ជាងឯណោះហើយសម្រាប់កំភ្លើង level 1រហូតដល់ level 5គឺយើងអាចរកវាតាមហឹបនៅក្នុងផ្ទះ game Blood Strike នេះបានដែល level វាកាន់តែច្រើនរកកំភ្លើងរបស់វាបាញ់ទៅកាន់តែឈឺឬមួយក៏វាបាញ់លឿនជាងមុនហើយបាញ់ត្រង់ជាងមុនហើយខ្ញុំនឹងនិយាយអំពីពណ៌នៃកំភ្លើងមួយនេះដែលវាគឺមានតែតាម level នីមួយៗចឹងសម្រាប់កំភ្លើងធម្មតាគឺវាមានពណ៌សហើយសម្រាប់កំភ្លើង level 1គឺវាអាចនឹងមានពណ៌ខៀវចំណែកកំភ្លើង level 2វាក៏អាចមានពណ៌ខៀវឬមួយក៏ពណ៌ស្វាយចំណែកកំភ្លើង level 3គឺវាដូចគ្នាហើយសម្រាប់កំភ្លើង level 4គឺវាអាចមានពណ៌លឿងពណ៌ខៀវឬក៏ពណ៌ស្វាយចំណែកកំភ្លើង level 5ក៏វាដូចគ្នាដែរតែសម្រាប់កំភ្លើង level 6នេះវិញយើងគឺអាចទិញវានៅតាមទូបានដែលតម្លៃរបស់វារហូតដល់តែ 3000 ជាងឯណោះឬមួយក៏យើងអាចស៊ីដ្រូនដើម្បីយកកំភ្លើង level 6នេះបានដែលវាគឺមានជាមួយនឹងកំភ្លើង level 6ពណ៌ទឹកសមុទ្រហើយនិងពណ៌ក្រហមចំណែកពណ៌ទឹកសមុទ្រគឺវាខ្លាំងជាងពណ៌ក្រហមប៉ុន្តែគឺវាយើងអាចរៀបចំដាក់បង់ឬក៏ដាក់គ្រាប់ភ្លើងអីនៅតាមក្រៅហ្គេមមកនោះទេសារថាពណ៌ក្រហមគឺយើងអាចដាក់វានៅក្រៅហ្គេមបានហើយយើងស៊ីដ្រូបទៅគឺយើងនឹងទទួលបានជាមួយនឹងរបស់ដែលយើងបានរៀបចំហើយក្នុងហ្គេមមួយនេះភាគច្រើនមកគឺយើងនឹងអាចរៀបចំកំភ្លើងដែលមាន level 4ហើយឬក៏ level 3ហើយសម្រាប់អ្នកទាំងអស់គ្នាណាដែលបានលេងហ្គេមនេះថ្មីៗអ្នកគ្នាគួរតែកាន់កំភ្លើងរះពីចម្ងាយម្ដងកាន់កំភ្លើងបាញ់ចិត្តមួយដើមទៀតផងដែរហើយបើសិនជាអ្នកគ្នាគឺយល់ក្នុងការនិយាយរបស់ខ្ញុំគឺអ្នកគ្នាគឺអាចខមមិននៅខាងក្រោមបានសម្រាប់ពណ៌និង level កំភ្លើងគឺខ្ញុំនិយាយរួចហើយចឹងយើងនឹងនិយាយអំពីប្រភេទកំភ្លើងក្នុង game នេះពីម្ដងចឹងសម្រាប់ប្រភេទទី1គឺជាកំភ្លើងដែលរះតែបាញ់ពីចម្ងាយដែលប្រភេទកំភ្លើងបែបនេះគឺខ្ញុំរៀបចំអ្នកគ្នាគឺបាញ់ slow snap ទៅមូលហេតុនៅសារតែកំភ្លើងមួយនេះនៅពេលណាដែលយើងបាញ់ slow snap ទៅគឺកំភ្លើងនេះគឺវាបាញ់អត់ត្រង់នោះទេចឹងគ្រាប់កំភ្លើងនឹងគឺវានឹងសាចហើយនឹងបាញ់ទៀតដែរវាគឺពិតជាពិបាកក្នុងការបាញ់ត្រូវ enemy ខ្លាំងមែនតើចឹងបើសិនជាយើងបាញ់ slow snap ទៅគឺ knockback របស់វាគឺនឹងត្រង់ច្បាស់តែម្ដងគឺវាអត់រះទៅណាញ៉ៃនោះទេតែទោះបីយើងបាញ់ត្រង់យ៉ាងណាក៏ដោយតែបើសិនជាយើងអត់ចេះសេរីនៅកំភ្លើងនោះទេគឺវាបាញ់ទៅគឺវាញ័រខ្លាំងមែនតើហ្មងគឺវាបាញ់ខ្លាំងមែនតើចឹងប្រភេទកំភ្លើងទី1គឺខ្ញុំនិយាយហើយចឹងយើងចូលដល់ក្នុងប្រភេទកំភ្លើងទី2វិញម្ដងដែលប្រភេទកំភ្លើងទី2នេះដែរវាគឺជាប្រភេទកំភ្លើងបាញ់រះនៅចិត្តដែលប្រភេទកំភ្លើងបែបនេះគឺខ្ញុំ recommend ដល់គ្នាគឺបាញ់ប្រចាំស្ងាត់នោះទេនៅពេលណាដែល enemy នៅចិត្តយើងដោយសារកំភ្លើងនេះនៅពេលណាដែលយើងបាញ់ចិត្តទៅគឺវាអត់សូវលោតញ៉ៃឬក៏កំភ្លើងវាគឺសាច់នោះទេហើយបើសិនយើងប្រើកំភ្លើងរះចឹងយើងបាញ់ស្ងាត់ទៅវាពិតជាពិបាកបាញ់ enemy ខ្លាំងមែនតើហើយនៅពេលដែលយើងបាញ់ទៅកំភ្លើងគឺវានឹងញ័រទៀតចឹងគឺធ្វើឲ្យយើងពិបាកបាញ់ទៅដើមអូខេចឹងកំភ្លើងទី2គឺខ្ញុំនិយាយរួចហើយចឹងយើងចូលដល់កំភ្លើងទី3វិញម្ដងដែលកំភ្លើងទី3នេះដែរគឺវាគឺជាស្នប់សម្រាប់កំភ្លើងប្រភេទស្នប់នេះវិញខ្ញុំគឺពិតជា recommend ដល់គ្នាកុំបាច់ប្រើអីដូចថាតាហ្គេមនេះនៅពេលដែលយើងបាញ់ស្នប់ទៅវាក៏ពិតជាពិបាកបាញ់គេខ្លាំងមែនតើហ្មងក៏តែ damage របស់ស្នប់វិញគឺវាឈឺដូចជាស្នប់រះដែលខ្ញុំបាញ់នេះគឺជាស្នប់មួយដែលមាន damage រៀងខ្សោយគេបន្តិចតែគឺវានៅតែបាញ់ពីគ្រាប់ងាប់ចឹងហើយបើសិនយើងយកស្នប់ដែលមាន damage ខ្លាំងហ្មងគឺថាមកគ្រាប់គឺដឹងតែដាច់តែម្ដងតែដោយសារតែ game Blood Strike មួយនេះបើសិនយើងជួបគ្នាជាមួយនឹង Glow Pro ហ្មងភាគច្រើនពួកហ្នឹងគឺបាញ់ទៅចិត្តស្លាយដល់ពេលគេបាញ់ស្លាយទៅគឺយើងពិបាកបាញ់ត្រូវគេខ្លាំងមែនតើហ្មងហើយប្រភេទកំភ្លើងស្នំនឹងដែរគឺសម្រាប់តែ Glow Pro ណាដែលគេច្បាស់ហ្មងមិនគេបាញ់កើតហើយប្រភេទកំភ្លើងស្នំនឹងដែរបើសិនយើងចង់បាញ់ Slow Snap ក៏បានអត់ Slow Snap ក៏បានសារតែ knockback របស់វាគឺវាត្រង់ស្មើគ្នាហ្មងបើថាយើង slow ឬក៏មិន slow ក៏ដោយគឺវាបាញ់ទៅវាអត់សូវសាច់គ្រប់ប្រមាណនោះទេចូលដល់ប្រភេទកំភ្លើងទី4ជាប្រភេទកំភ្លើងចុងក្រោយគឺជាប្រភេទកំភ្លើងបាញ់ Slow Snapចឹងបើសិនយើងលេងហ្គេមនេះថ្មីយើងចង់បាញ់កំភ្លើងមួយនេះគឺវាពិតជាពិបាកបាញ់ខ្លាំងជាងស្នប់មិញទៀតដូចយើងឃើញក្នុងវីដេអូនោះចឹងគឺក្នុងពេលដែលខ្ញុំបាញ់កំភ្លើងនឹងអត់ slow snap ទៅគឺគ្រាប់ភ្លើងវាសាច់ទៅពីហើយដោយដែលវីដេអូនេះអ្នកឃើញចឹងគឺថានៅពេលដែលខ្ញុំបាញ់ slow snap ទៅគឺវាខុសពីគោលដៅដែលយើងបានតម្រង់គឺគ្រាប់ភ្លើងវានឹងរេទៅកន្លែងផ្សេងតែនៅពេលដែលខ្ញុំ slow snap បាញ់វិញឃើញថាមកគ្រាប់គឺនឹងតែមកគ្រាប់តែម្ដងគឺវាអត់រេទៅណានោះទេហើយប្រភេទកំភ្លើងបែបនេះវិញគឺថាស្ទនតគីឡូនឹងគឺសាហាវខ្លាំងមកក្នុងហ្គេមហ្នឹងគេយកកំភ្លើងនឹងយកទៅបាញ់ហើយបើសិនយើងចង់រៀនលេងគឺអាចថាចំណាយរយៈពេល2ទៅ3ខែមិនបាញ់កើតហើយប្រភេទកំភ្លើងអីគឺខ្ញុំបានរៀបរាប់ចំអស់ហើយតាមពិតទៅក៏វាមានប្រភេទផ្សេងទៀតដែរតែថាខ្ញុំជឿរៀបរាប់ច្រើនដោយសារតែកំភ្លើងទាំងអស់ហ្នឹងនៅពេលដែលយើងលេងហ្គេមហ្នឹងគឺយើងអត់ចាំបាច់ប្រើវាសោះយកមកហើយក្នុងវីដេអូបង្រៀននេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នានឹងបានយល់ខ្លាំងដោយសារតែខ្ញុំអត់សូវចេះបញ្យល់នោះទេហើយស្លេងខ្ញុំក៏សូវល្អដែរហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបញ្យល់អំពីរបៀបលេងក្នុងហ្គេមមួយនេះអំពី seal map ហើយនឹងរបៀបរកកំភ្លើងល្អប្រើអូខេចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងចឹងបាយបាយអ្នកគ្នាយើងជួបគ្នាក្នុងវីដេអូក្រោយទៀត